អាយុដំឆៃវណ្ណាសមាជិកប្រសិទ្ធិនាំយកអំណោយកញ្ចប់អាហារស្រែបួរខែម៉ារ៉ាតុនរបស់សមាគមប្រភពល្អកម្ពុជាចែកជូនប្រជាពលរដ្ឋចំនួន327គ្រួសារក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនិងខេត្តក្រចេះអ្នកព្រឹកថ្ងៃអាទិត្យទី9ខែមីនាឆ្នាំ2025អាយុដំឆៃវណ្ណាសមាជិកប្រសិទ្ធិលេខាក្រុមសមាជិកប្រសិទ្ធិប្រចាំភូមិភាគ2និងជាលេខាគណៈកម្មការទី5នៃប្រសិទ្ធិបានអញ្ជើញជាអធិបតីក្នុងពិធីចោះសួរសុខទុក្ខនិងជួបសម្ដែងសម្ដាជាមួយប្រជាពលរដ្ឋនិងចែកកញ្ចប់អាហារស្រែបួរខែម៉ារ៉ាតុនពីសមាគមប្រភពល្អកម្ពុជាក្នុងទីតាំងភូមិសាស្ត្រចំនួន3គឺភូមិប្រែកតាហុបឃុំខ្សាច់អណ្ដែតស្រុកឆ្លងខេត្តក្រចេះនិងឃុំជំនីកឃុំប៉ះ1ស្ថិតក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមសរុប327គ្រួសារពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អាយុដំសាន់ឡាទីនសមាជិកប្រសិទ្ធិប្រចាំភូមិភាគទី8អាយុដំតហអ៊ូមឺទីប្រឹក្សាក្រសួងមហាផ្ទៃនិងជាប្រធានសមាគមប្រភពល្អកម្ពុជារួមទាំងសហការីជាច្រើនរូបការចែកជូននៅកញ្ចប់អាហារស្រែបួរខែម៉ារ៉ាតុននេះធ្វើឡើងក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាសាសនាអ៊ីស្លាមក្នុងឱកាសពិធីបុណ្យម៉ារ៉ាតុនរបស់បងប្អូនសាសនិកអ៊ីស្លាមទូទាំងប្រទេសមានមតិស្វាគមន៍និងរបាយការណ៍អាយុដំតហអ៊ូមឺទីប្រឹក្សាក្រសួងមហាផ្ទៃនិងជាប្រធានសមាគមប្រភពល្អកម្ពុជាបានថ្លែងថាសមាគមប្រភពល្អកម្ពុជាបានបង្កើតឡើងនៅក្នុងឆ្នាំ1993ដែលនៅពេលនោះហើយអំណោយលើកដំបូងរបស់ប្រជាជនកូវេតបានចែកជូនប្រជាពលរដ្ឋខ្វះខាតនៅកម្ពុជាអាយុដំបានបន្តប្រសាសន៍ថាក្រៅពីការងារចែកអំណោយមនុស្សធម៌គិតមកដល់ឆ្នាំ2025នេះសមាគមប្រភពល្អកម្ពុជាបានកសាងសាលារៀនចាប់តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យចំនួន35សាខាទូទាំងប្រទេសដែលមានសិស្សានុសិស្សកំពុងសិក្សាជាង8500នាក់សាងសង់វិហារអ៊ីស្លាមចំនួន130វិហារនិងមានសកម្មភាពមនុស្សធម៌ជាច្រើនទៀតផងដែរមានប្រសាសន៍សំណេះសំណាលអាយុដំឆៃវណ្ណាបាននាំមកនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានប្រសិទ្ធិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់ប្រជាពលរដ្ឋជាទីនឹករលឹកបំផុតដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់និងគិតគូរពីប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការសាសនានោះឡើយអាយុដំសមាជិកប្រសិទ្ធិបានបន្តថាបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនសាសនិកអ៊ីស្លាមយើងក្នុងពិធីម៉ារ៉ាតុននេះគឺជាពេលដែលយើងត្រូវបំពេញសេចក្តីល្អធ្វើសេចក្តីល្អទាំងអស់គ្នាព្រោះយើងមិនមានឱកាសច្រើននោះទេដែលយើងបានជួបគ្នាធ្វើល្អដល់គ្នានឹងគ្នាដូចនេះតន់យើងមានឱកាសយើងត្រូវធ្វើល្អនិងជួយគ្នាទៅវិញទៅមកហើយនេះក៏ជាផ្នែកក្នុងសង្គមនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋអាយុដំក៏បានលើកឡើងអំពីការរីកចម្រើនលើគ្រប់វិស័យនិងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍អ៊ីស្លាមកម្ពុជាដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលមានការរីកចម្រើនដុះដាលជាច្រើនវិស័យលើពីសម័យណាៗទាំងអស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនឹងកំពុងធ្វើឲ្យប្រទេសទទួលបាននូវសុខសន្តិភាពព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសនានិងសាសនាដែលមិនមានការរើសអើងពូជសាសន៍និងចំនួនសាសនាឡើយរាជរដ្ឋាភិបាលកម្ពុជាគឺតែងតែស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយនិងអំណោយដែលផ្ដល់ដោយអង្គការសប្បុរសធម៌ផ្សេងៗដើម្បីផ្ដល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជាហើយយើងសង្ឃឹមថាអង្គការសប្បុរសធម៌នៃកូវេតក៏ដូចជាអង្គការនានាផ្សេងទៀតបន្តផ្ដល់ជំនួយដល់សហគមន៍អ៊ីស្លាមបន្ថែមទៀតជាចុងក្រោយអាយុដំឆៃវណ្ណាសមាជិកប្រសិទ្ធិបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយនិងអាយុដំតហអ៊ូមឺដែលបានពំនាំគីកជំនួយពីសប្បុរសជននៅរដ្ឋកូវេតយ៉ាងច្រើនកកមកជួយដល់ប្រជាពលរដ្ឋទីទាល់ស្ទើរទូទាំងប្រទេសជារៀងរាល់ឆ្នាំហើយអាយុដំសំណូមពរឲ្យនៅតែបន្តជួយឧបត្ថម្ភបន្ថែមទៀតដើម្បីបង្ហាញពីវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាលំបាកពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រព្រមទាំងបានធ្វើការចែកជូននៅអំណោយរបស់សមាគមប្រភពល្អដល់បងប្អូនប្រជាពលរដ្ឋចំនួន327គ្រួសារដោយអំណោយខាងលើរួមមានអង្ករ25គីឡូក្រាមផ្លែលម៉ើ1ប្រអប់ទឹកដោះគោ2កំប៉ុងប្រេងឆា1លីត្រស្ករស1គីឡូក្រាមទឹកត្រី1ដបនិងចំនួនអំបិល2កញ្ចប់ផងដែរកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមនៅក្នុងមួយថ្ងៃឬ1ស្លាបព្រាកាហ្វេចាប់ផ្ដើមពីការកាត់បន្ថយការថែមទឹកត្រីទឹកស៊ីអ៊ីវអំបិលប៊ីចេងម្សៅស៊ុបទឹកជ្រលក់ទៅក្នុងអាហារនៅពេលចម្អិនឬបរិភោគ